បើសិនជាយើងជាម្ដាយគេហើយយើងឈប់ធ្វើការពេញម៉ោងតើវាពិតជាមានន័យថាយើងពិតជាខ្វល់តែពីកូនរបស់យើងជាជាងការងាររបស់យើងមែនដែរអត់មានបងប្អូនស្រីម្នាក់គាត់ចូលទៅក្នុង comment ក្នុងវីដេអូរបស់ខ្ញុំមុនហើយគាត់សួរថានៅពេលដែលយើងខ្លាចជាម្ដាយគេហើយយើងឈប់ធ្វើការពេញម៉ោងតើវាពិតជាមានន័យថាយើងខ្វល់តែពីកូនរបស់យើងជាជាងការងាររបស់យើងដែលយើងកំពុងធ្វើមែនដែរអត់គាត់ទទួលបានសំណួរមួយពីកន្លែងធ្វើការងារគាត់ដែលគេសួរថាតើគាត់ពិតជាសម្រេចចិត្តជ្រើសរើសយកការថែរក្សាកូនជាជាងការធ្វើការងារឬក៏យ៉ាងណាហើយនៅពេលដែលគាត់ទទួលបានសំណួរហ្នឹងគាត់មានអារម្មណ៍ថាគេហាក់បីដូចជារិះគន់គាត់ខណៈពេលដែលគាត់សម្រេចចិត្តឈប់ធ្វើការងារពេញម៉ោងហើយមកមើលកូនតូចរបស់គាត់នៅផ្ទះវិញគាត់ក៏យល់ដែរថាការងារគឺវាមានសារៈសំខាន់ខ្លាំងមែនទែនដោយសារតែវាជាប្រភពចំណូលមួយប្រចាំគ្រួសាររបស់គាត់ប៉ុន្តែក្នុងករណីដែលអត់មានអ្នកមើលថែកូនរបស់គាត់តើគាត់គួរតែបន្តធ្វើការងារមិនបានហើយគាត់ពិតជាឆ្ងល់ថាហេតុអីបានគាត់ទទួលបានការរិះគន់បែបហ្នឹងហើយហេតុអីបានអ្នកខ្លះទៀតគាត់គិតថាពេលដែលគាត់សម្រេចចិត្តជ្រើសរើសយកការថែរក្សាកូនរបស់គាត់ហ្នឹងគឺជាជម្រើសមួយដែលមិនត្រឹមត្រូវសំណួរមួយហ្នឹងបងគិតថាម៉ាក់ណាក៏ដោយដែលគាត់ធ្វើការងារពេញម៉ោងហើយគាត់សម្រេចចិត្តឈប់ធ្វើការហើយមកមើលកូននៅផ្ទះគឺគាត់ដឹងតែទទួលបានសំណួរមួយហ្នឹងហ្មងសំណួរដែលគេសួរថាគិតច្បាស់មែនអត់ថាពិតជាចង់មកមើលកូននៅផ្ទះជាជាងបន្តធ្វើការងារដែលកំពុងតែបានប្រាក់ខែច្រើនតែពិតនៅពេលដែលមានគេសួរសំណួរមួយហ្នឹងវាអាស្រ័យទៅលើការគិតរបស់យើងឯអូនការគិតវាមានពីរវិជ្ជមានហើយនិងអវិជ្ជមានបើសិនជាយើងគិតវិជ្ជមានវិញថាគេសួរបែបហ្នឹងដើម្បីអីអ្នកខ្លះគាត់សួរដោយសារតែគាត់បារម្ភពីយើងគាត់មានបទពិសោធន៍ក្នុងការធ្វើការសម្រេចចិត្តបែបហ្នឹងដូចយើងដែរជាពិសេសនៅក្នុងស្ថានភាពដែលមានសេដ្ឋកិច្ចពិបាកដូចពេលបច្ចុប្បន្នហ្នឹងគាត់សួរយើងដើម្បីឲ្យយើងធ្វើការសម្រេចចិត្តឲ្យបានច្បាស់លាស់ពួកអីពេលដែលបាត់ប្រភពចំណូលមួយទៅវាមិនងាយស្រួលនៅពេលដែលយើងមានចំណូលចូលពីនៅក្នុងគ្រួសារទេអញ្ចឹងតាមបទពិសោធន៍បងនៅពេលដែលបងទទួលបានសំណួរហ្នឹងអ្វីដែលបងគិតឃើញគឺបងដែលនៅធ្វើការនៅកន្លែងដូចបងហ្នឹងគាត់សួរបែបហ្នឹងក៏ដោយសារគាត់ចង់ឲ្យយើងគិតម្ដងហើយម្ដងទៀតគាត់មើលឃើញថាយើងមានប្រាក់ខែល្អមានទទួលបានអត្ថប្រយោជន៍ច្រើននៅកន្លែងធ្វើការតួនាទីក៏ល្អហើយនៅពេលដែលយើងបោះបង់ប្រាក់ខែរាប់ពាន់ដុល្លារហ្នឹងមកមើលកូននៅផ្ទះវាពិបាកក្នុងការរកចំណូលបន្ថែមទោះបីជាយើងអាចរកចំណូលបានតិចតួចក៏ដោយក៏វាមិនអាចទៅស្មើនឹងប្រាក់ខែដែលយើងធ្លាប់ទទួលបានពីមុនមកនោះទេអញ្ចឹងបងដែលគាត់នៅកន្លែងធ្វើការចាស់បងហ្នឹងគាត់សួរម្ដងហើយម្ដងទៀតថាអូនឯងគិតច្បាស់ហើយពិតជាចង់មកមើលកូនមែនអីចឹងណាបើតាមបទពិសោធន៍របស់ខ្ញុំសម្រេចចិត្តឈប់ធ្វើការហ្នឹងមិនមែនថាអត់ស្ដាយទេគឺស្ដាយខ្លាំងទីមួយស្ដាយទៅលើការងារដោយសារតែយើងអាចធ្វើការនៅកន្លែងដែលល្អហើយមានមេគាត់ល្អប្រាក់ខែក៏ល្អក្រុមការងារក៏ល្អទៀតដល់ពេលយើងត្រូវធ្វើការសម្រេចចិត្តចាក់ចែងពីកន្លែងមួយហ្នឹងគឺខ្ញុំមានអារម្មណ៍ថាស្ដាយនិយាយទៅស្ដាយខ្លាំងប៉ុន្តែបើសិនជាយើងអត់លះបង់ការងារមួយហ្នឹងក៏យើងអត់អាចមកមើលថែកូនយើងបានដែរដោយសារតែទី1ខ្ញុំអត់មានអ្នកជំនួសដៃជំនួសជើងទេទី2មិនថាអត់មានសោះទេយើងក៏អាចយកកូនទៅផ្ញើបងប្អូនខ្ញុំឬក៏បងប្អូនខាងប្តីខ្ញុំនៅស្រុកក៏បានដែរប៉ុន្តែពួកខ្ញុំសម្រេចចិត្តអត់ធ្វើអញ្ចឹងទេដោយសារទី1កុមារភាពរបស់កូនគឺអត់អាចត្រឡប់មកវិញទេអញ្ចឹងពួកខ្ញុំអត់ចង់មានពាក្យថាស្ដាយក្រោយកុំឲ្យរលុយបានហើយចង់បញ្ចប់យើងយកលុយហ្នឹងទៅចំណាយទៅលើការមើលថែកូនវិញនៅថ្ងៃមុខគឺខ្ញុំអត់ចង់មានពាក្យថាស្ដាយក្រោយទេអញ្ចឹងបានពួកខ្ញុំសម្រេចចិត្តថាខ្ញុំគួរតែឈប់ធ្វើការហើយមកមើលកូនវិញទី2តាក់ទងជាមួយនឹងគុណភាពនៃការមើលកូនឧទាហរណ៍ថាបើសិនជាយើងយកកូនរបស់យើងទៅផ្ញើនឹងបងរបស់យើងឬក៏យកទៅផ្ញើជាមួយនឹងឪពុកម្ដាយរបស់យើងមិនមែនមានន័យថាការមើលកូនរបស់ពួកគាត់អត់ល្អទេគ្រាន់តែការមើលកូនរបស់គាត់តាមបែបផែនផ្សេងរបៀបផ្សេងដែលវាអាចមិនត្រូវចិត្តយើងអញ្ចឹងនៅពេលដែលអត់ត្រូវចិត្តយើងមនុស្សយើងជាទូទៅយើងចេះតែគិតថាអីក៏ដោយដែលអត់ត្រូវចិត្តយើងគឺគុណភាពអត់ល្អត្រូវអត់ឧទាហរណ៍ថាយើងទៅញ៉ាំម្ហូបណាមួយនៅហាងថ្មីដល់ពេលម្ហូបហ្នឹងវាអត់ត្រូវមាត់យើងថាគុណភាពអត់ល្អទេប៉ុន្តែអ្នកផ្សេងគេញ៉ាំទៅគេគិតថាល្អគិតថាឆ្ងាញ់វាត្រូវមាត់គេអញ្ចឹងក៏គេគិតថាគុណភាពវាល្អតាមនឹងដែរអញ្ចឹងគុណភាពនៃការថែរក្សាកូនហ្នឹងក៏វាដូចគ្នាអញ្ចឹងដូចម្ហូបអញ្ចឹងបើសិនជាយើងផ្ដល់តម្លៃទៅលើការថែរក្សាកូនតាមរបៀបទី1ប៉ុន្តែដល់ពេលការថែរក្សាកូនរបស់ប៉ាម៉ាក់យើងគាត់មើលថែចៅតាមរបៀបទី2ឬក៏យើងយកកូនយើងទៅផ្ញើបងយើងគាត់មើលថែកូនរបស់គាត់តាមរបៀបទី3ដល់ពេលយើងយកកូនរបស់យើងទៅមើលទៅផ្ញើគាត់ប្រកាសជាមើលថែកូនរបស់យើងតាមរបៀបទី3ដែលគាត់
ធ្វើយូរកន្លងមកហើយហ្នឹងដែលវាមិនត្រូវនឹងចិត្តរបស់យើងឬក៏មិនត្រូវនឹងគុណតម្លៃឬក៏មិនត្រូវនឹងរបៀបនៃការមើលថែកូនដែលយើងតែងតែប្រាថ្នាចង់បានអញ្ចឹងក៏ពួកខ្ញុំសម្រេចចិត្តថាត្រូវមានម្នាក់នៅផ្ទះដើម្បីមើលថែកូនឲ្យបានល្អហើយភាគច្រើនអ្នកដែលនៅផ្ទះគឺជាម្ដាយទោះបីជាក្នុងករណីខ្លះម្ដាយអាចរកចំណូលបានច្រើនជាងឪពុកក៏ដោយសារតែទំនាក់ទំនងរវាងម្ដាយនិងកូនគឺមានភាពស្និទ្ធស្នាលជាងហើយនិយាយតាមត្រង់ម្ដាយមានសមត្ថភាពពិសេសគឺគាត់អាច multitask គាត់អាចធ្វើការងារច្រើនក្នុងពេលតែមួយហើយមួយទៀតម្ដាយក៏គាត់យល់ច្រើនទៅលើរបៀបនៃការចិញ្ចឹមកូនជាជាងប៉ាដល់ពេលអញ្ចឹងបានធ្វើឲ្យម្ដាយជាច្រើននៅក្នុងសង្គមរបស់យើងគាត់សម្រេចចិត្តឈប់ធ្វើការមកមើលថែកូនវិញជាជាងឲ្យប៉ាមកមើលថែកូនទោះបីជាគ្រួសារខ្លះម៉ាក់រលុយបានច្រើនជាងប៉ាក៏ដោយហើយសួរថានៅពេលដែលយើងអត់ធ្វើការអញ្ចឹងហើយអត់មានចំណូលទៀតតើយើងទទួលបានអីមកវិញទទួលស្គាល់បច្ចុប្បន្នគឺអត់មានបានអីមកវិញទេប៉ុន្តែមិនមែនមានន័យថាថ្ងៃមុខទៅយើងអត់មានឱកាសរកលុយទេបើសិនជាយើងចង់បន្តធ្វើការងាររបស់យើងទៀតនៅផ្ទះក៏យើងអាចបន្តរៀនបន្តប្រើប្រាស់ជំនាញដែលយើងធ្លាប់មានពីមុនមកយកមក apply យកមកប្រើប្រាស់នៅក្នុងការមើលថែរក្សាកូនរបស់យើងខ្ញុំជឿថាម៉ាក់ជាច្រើនដែលគាត់រៀនបានខ្ពស់ហើយប៉ុន្តែគាត់សម្រេចចិត្តឈប់ធ្វើការមកមើលកូនអញ្ចឹងមិនមែនមានន័យថាគាត់អត់ប្រើប្រាស់ចំណេះដឹងដែលគាត់បានរៀននៅសាលាក៏ដូចជាបទពិសោធន៍ក្នុងការដឹកនាំក្រុមការងាររបស់គាត់នៅកន្លែងធ្វើការមកមើលកូនរបស់គាត់ទេព្រោះអីចំពោះខ្ញុំគិតថាការមើលថែរក្សាកូនវាហាក់បីដូចជាការដឹកនាំក្រុមការងាររបស់យើងដូចគ្នាអត់មានអីខុសគ្នាទេគ្រាន់តែថាមួយយើងដឹកនាំក្រុមការងារដែលគាត់ជាមនុស្សធំហើយប៉ុន្តែមួយទៀតយើងដឹកនាំក្រុមការងាររបស់យើងឬក៏សមាជិកគ្រួសារយើងហ្នឹងដែលគាត់ជាកូនក្មេងមនុស្សជាច្រើនដែលគាត់និយាយថាអូយនៅតែផ្ទះអត់មានធ្វើការងារអីសុំទោសមិនអត់មានធ្វើការងារអីទេគឺធ្វើការងារច្រើនណាស់ហើយក៏បានប្រើប្រាស់ចំណេះដឹងជំនាញដែលខ្លួនឯងមាននៅកន្លែងធ្វើការហ្នឹងមក apply នៅផ្ទះដូចគ្នាអញ្ចឹងសម្រាប់អ្នកដែលគាត់តែងតែនិយាយថានៅផ្ទះអត់មានធ្វើអីធ្វើតែការងារកប៉ិចកប៉ុកអត់មានយកចំណេះដឹងដែលខំប្រឹងរៀនដល់ថ្នាក់អនុបណ្ឌិតហើយអាហ្នឹងគឺជារឿងខុសទាំងស្រុងហ្មងអុយតាមបទពិសោធន៍ខ្ញុំផ្ទាល់បើសិនជាខ្ញុំអត់មានបទពិសោធន៍ដឹកនាំក្រុមការងារនៅកន្លែងធ្វើការខ្ញុំទេបើសិនជាខ្ញុំអត់មានបទពិសោធន៍ក្នុងការនិយាយឬក៏ខ្ញុំអត់មានបទពិសោធន៍នៅក្នុងការគ្រប់គ្រងលុយនៅកន្លែងធ្វើការរបស់ខ្ញុំទេខ្ញុំគិតថានៅផ្ទះក៏ខ្ញុំអត់អាចធ្វើការងារហ្នឹងបានល្អដូចគ្នាមានន័យថាខ្ញុំអត់អាចមើលកូនបានល្អខ្ញុំអត់អាចគ្រប់គ្រងផ្ទះខ្ញុំបានល្អដូចគ្នាអានេះជាការគិតវិជ្ជមានមួយដែលយើងមានទោះបីជាបច្ចុប្បន្នយើងអត់ទាន់ទទួលបានផលអីធំដុំយើងអត់មានចំណូលអីសោះក៏ដោយក៏ថ្ងៃមុខទៅក៏យើងនៅតែអាចរកចំណូលបានដែរមួយទៀតអីដែលខ្ញុំបានធ្វើគឺតាក់ទងជាមួយនឹងការរៀនបន្ថែមទោះបីជាខ្ញុំនៅផ្ទះមែនខ្ញុំបានប្រើប្រាស់ចំណេះដឹងរបស់ខ្ញុំដែលខ្ញុំខំរៀនមកក៏ដូចជាខំធ្វើការក្នុងរយៈពេល10ឆ្នាំជាងមកគ្រប់គ្រងផ្ទះរបស់ខ្ញុំមកមើលថែកូនរបស់ខ្ញុំក៏ខ្ញុំនៅតែបន្តរៀនជំនាញមួយចំនួននៅផ្ទះដូចគ្នាខ្ញុំបាន take online course ខ្ញុំមានពេលដើម្បីអានសៀវភៅដើម្បីបន្តបណ្ដុះបណ្ដាលក៏ដូចជារំលឹកវិជ្ជាគុណរបស់ខ្ញុំដែលខ្ញុំធ្លាប់ដឹងកន្លងមកហ្នឹងឲ្យវានៅតែមានហើយឲ្យវាកាន់តែប្រសើរជាងមុនអញ្ចឹងថ្ងៃណាមួយនៅពេលដែលខ្ញុំចង់ត្រឡប់ទៅធ្វើការវិញគឺខ្ញុំមានជំនាញនឹងដដែលហើយខ្ញុំក៏មានជំនាញនឹងប្រសើរជាងមុនបានច្រើនជាងមុនដូចគ្នាអញ្ចឹងខ្ញុំពិតជាលើកទឹកចិត្តអូនឲ្យខំរៀនបន្ថែមនៅផ្ទះដើម្បីឲ្យយើងរំលឹកពីអ្វីដែលយើងធ្លាប់បានធ្វើនៅកន្លែងធ្វើការបើសិនជាថ្ងៃក្រោយទៅអូនចង់ចូលទៅធ្វើការវិញគឺវាមានភាពងាយស្រួលប៉ុន្តែបើសិនជាអូនថាអូនអត់មានបំណងចង់ទៅធ្វើការវិញទេក៏បងនៅតែលើកទឹកចិត្តអូនឲ្យរៀនអីថ្មីដូចគ្នាដោយសារតែនៅផ្ទះយើងដឹងហើយការងារផ្ទះខ្លះវាដដែលអញ្ចឹងយើងគួរតែធ្វើសកម្មភាពណាមួយដែលធ្វើឲ្យខួរក្បាលយើងវាបន្តដំណើរការឲ្យវាគិតបានច្រើនឲ្យវាស្រូបយកនៅចំណេះដឹងថ្មីហើយពេលដែលយើងទទួលបានចំណេះដឹងថ្មីវាអត់ប្រយោជន៍ទេគឺវាមានប្រយោជន៍រហូតទោះបីជាយើងមិនបានយកវាទៅអនុវត្តជាក់ស្ដែងនៅកន្លែងធ្វើការក៏យើងអាចយកមកអនុវត្តនៅផ្ទះបានឬក៏យើងអាចផ្ដល់ចំណេះដឹងហ្នឹងបន្តទៅឲ្យប្តីយើងដែលគាត់កំពុងធ្វើការឬក៏យើងអាចផ្ដល់ចំណេះដឹងហ្នឹងបន្តទៅឲ្យកូនយើងមិនថាប្តីយើងអត់ចេះទេគាត់ក៏អ្នកធ្វើការឬក៏អ្នករកស៊ីម្នាក់ដែរប៉ុន្តែពេលខ្លះគាត់អត់មានពេលគ្រប់គ្រាន់ដើម្បីអានសៀវភៅឬក៏ព័ត៌មានខ្លះគាត់អត់ដឹងទេអញ្ចឹងបើយើងនៅផ្ទះយើងមានពេលខ្លះដែលនៅសល់ហ្នឹងយើងគួរតែធ្វើអីមួយដើម្បីស្វែងយល់ពីព័ត៌មានបន្ថែមឬក៏ស្រូបយកចំណេះដឹងអីថ្មីហើយយើងក៏អាចធ្វើការចែករំលែកហ្នឹងទៅកាន់ប្តីរបស់យើងដូចគ្នាជាពិសេសគឺកូនហើយដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងកុំព្យាយាមរកលុយបានច្រើនហើយចង់បញ្ចប់យកលុយហ្នឹងមកដើម្បីមើលថែជំងឺរបស់
របស់កូនយើងនិយាយខ្លីគឺខ្ញុំគិតថាខ្ញុំអត់ចង់រលុយបានច្រើនហើយចង់បញ្ចប់កូនខ្ញុំមានបញ្ហាអីគឺខ្ញុំពិតជាទទួលយកអត់បានទេអញ្ចឹងបានជាខ្ញុំជាមួយនឹងគ្រួសារខ្ញុំសម្រេចចិត្តថាខ្ញុំត្រូវតែឈប់ធ្វើការដើម្បីមកមើលពួកគាត់ឲ្យបានល្អហើយបើសួរខ្ញុំថារាល់ថ្ងៃហ្នឹងខ្ញុំធ្វើបានល្អអត់ខ្ញុំក៏អត់ទាន់ធ្វើជាម្ដាយដ៏ល្អម្នាក់ដូចគ្នាដោយសារតែខ្ញុំកំពុងតែរៀនធ្វើជាម្ដាយដូចគ្នាធម្មតាក្មេងពីអាយុ1ទៅអាយុ1គាត់តែងតែមានតម្រូវការអីថ្មីអញ្ចឹងបើសិនជាយើងអត់ស្វែងយល់យើងអត់រៀនពីគាត់ទេយើងអត់ដឹងថាគាត់ត្រូវការអីគាត់ចង់បានអីរបបអាហារមិនអីមិនគឺយើងអត់ដឹងទេអញ្ចឹងអារបស់ហ្នឹងមិនមែនសុកយើងចេះដោយឯងឯងគឺយើងត្រូវរៀនយើងត្រូវមើលដើម្បីផ្គត់ផ្គង់គាត់ចិញ្ចឹមគាត់មើលថែគាត់ឲ្យបានល្អហើយសួរថាបើប្រឹងមើលប៉ុណ្ណឹងហើយថ្ងៃមុខទៅគាត់នៅតែមានបញ្ហាទៀតអាការលះបង់យើងនឹងយើងមានការសោកស្ដាយអត់ខ្ញុំនៅតែឆ្លើយថាខ្ញុំអត់សោកស្ដាយទេព្រោះអីខ្ញុំបានប្រឹងអស់ពីលទ្ធភាពនិងអស់ពីសមត្ថភាពដែលខ្ញុំមានក្នុងការមើលថែគាត់អញ្ចឹងទោះជាលទ្ធផលនឹងបានមកខ្លាយទៅជាមិនក៏ខ្ញុំមានទំនួលខុសត្រូវខ្ញុំសុខចិត្តទទួលខុសត្រូវទៅលើអ្វីដែលខ្ញុំទទួលបានប៉ុន្តែបើសិនជាខ្ញុំយកកូនខ្ញុំទៅផ្ញើនឹងបងប្រុសខ្ញុំឬក៏យកទៅផ្ញើនឹងប៉ាម៉ាក់ក្មេកខ្ញុំឧទាហរណ៍នៅពេលដែលកូនខ្ញុំមានបញ្ហាសួរថាខ្ញុំបន្ទោសណាគេខ្ញុំអត់បន្ទោសខ្លួនឯងទេខ្ញុំប្រកាសជាបន្ទោសពួកគាត់អញ្ចឹងខ្ញុំអត់ចង់ខ្លាចទៅជាម្ដាយឪពុកម្នាក់ដែលពេលដែលកូនមានបញ្ហាយើងទៅបន្ទោសអ្នកដទៃអាហ្នឹងមិនមែនជារឿងល្អទេអញ្ចឹងបើសិនជាយើងបង្កើតគាត់មកហើយយើងត្រូវធៀមចិត្តធៀមកាយធៀមលុយខ្ញុំគិតថាអ្នកទាំងអស់គ្នាដឹងរឿងទាំងអស់ហ្នឹងហើយត្រូវតែលះបង់ហ្មងដើម្បីមើលគាត់ហើយគាត់ថ្ងៃមុខទៅជាយ៉ាងណាទៀតយើងអត់ដឹងដូចគ្នាគ្រាន់តែថានៅពេលបច្ចុប្បន្នយើងព្យាយាមធ្វើអ្វីគ្រប់យ៉ាងឲ្យអស់ពីសមត្ថភាពក៏ដូចជាឲ្យអស់ពីលទ្ធភាពដើម្បីគ្រប់គ្រងគាត់ឲ្យគាត់អភិវឌ្ឍទៅឲ្យបានល្អទាំងផ្លូវកាយនិងផ្លូវចិត្តហើយសង្ឃឹមថាថ្ងៃមុខទៅគាត់នឹងមានផ្លូវល្អសម្រាប់ដើរខ្លួនឯងអញ្ចឹងសម្ដីរបស់អ្នកដតីពេលខ្លះគេសួរយើងនឹងគេមិនចង់មកផ្ចាញ់ផ្សាលយើងអីទេគេគ្រាន់តែបារម្ភពីយើងដោយសារតែយើងមានតួនាទីល្អហើយមានការងារល្អហើយមានប្រាក់ខែល្អហើយប៉ុន្តែដល់ពេលយើងមកមើលកូនអញ្ចឹងវាអាចបាត់បង់អ្វីដែលយើងកំពុងតែមានទាំងអស់ហ្នឹងអញ្ចឹងបានគេសួរយើងម្ដងហើយម្ដងទៀតមិនមែនក្នុងគោលបំណងផ្សាយផ្សាលប៉ុន្តែក្នុងគោលបំណងល្អដើម្បីឲ្យយើងយកមកគិតម្ដងហើយម្ដងទៀតធ្វើការស្រាវជ្រាវគិតគូរឲ្យមែនតែនមុនពេលធ្វើការសម្រេចចិត្តការគិតទី2គឺតកតងជាមួយនឹងការគិតបែបអវិជ្ជមានបងមិនមែនមានន័យថានៅពេលដែលអូនមកសួរបងអញ្ចឹងបងគិតថាអូនគិតអវិជ្ជមានទេបងមិនចង់មានន័យអញ្ចឹងទេប៉ុន្តែ